ជួយគ្រប់គ្រងគាត់ផងដោយសារតែសង្គ្រាមកុំអីគ្មានបានស្គាល់កន្លែងគាត់ទេមីកូឡាផាក់លើមកកន្លែងនេះនិយាយទៅគឺគាត់នៅឡែមលក់ដាច់ណាឥឡូវគាត់ថាសេដ្ឋកិច្ចទៅស្រួលចឹងមកពេញមកកន្លែងទៀតព្រោះមាននៅបាត់ដំបងមាននៅអីដែរប៉ុន្តែអ្នកទាំងអស់គ្នាចង់សាកណែនាំខ្លាំងមីកូឡាផាក់លើកន្លែងគាត់ចាប់ពី8000ញ៉ាំបានហើយមានតាំងពីសយោជៀនមានតាំងពីណែមានតាំងពីគួងមានតាំងពីបាញ់ឆៅមានតាំងពីបាញ់ហយអូច្រើនមុខណាស់និយាយទៅមានច្រើនមែនតើមកសាកមកម្ដុំក្រោយសាលាវ៉ាន់ដានិយាយទៅក្បែរវ៉ាន់ដានោះចាំខ្ញុំដាក់ Google Map ទីតាំងជូនអ្នកណាខ្លះមិនទាន់បានសាកមីកូឡាណាមីកូឡារត់ដល់មិនដែលមានសាច់ទេតែគាត់មានដល់ផាក់លើបានស្គាល់កន្លែងគាត់ដោយសារសង្គ្រាមដែរទេអញ្ចឹងមកសាកបាញ់ឆៅមកសាកសយោណែមគួងអូសបោបែបណានិយាយទៅនៅកន្លែងគាត់នេះអាហារបែបសម្រន់ប៉ុន្តែឆ្អែតនិយាយទៅជាមួយនឹងមីកូឡាផាក់លើម្ចាស់ដើមបាត់ដំបងនិយាយទៅគាត់មាននៅបាត់ដំបងមាននៅឡែមនេះកន្លែងចាស់របស់គាត់ណាហើយនិយាយទៅគឺគាត់នៅលក់ធម្មតាគាត់ថាឥឡូវគាត់មកបន្ថែមនៅពេញមួយទៀតដើម្បីសកួរនិយាយទៅគាត់ថាសេដ្ឋកិច្ចទៅល្អគាត់ថាបើគ្មានសង្គ្រាមគ្មានអីទេគាត់អត់បានស្គាល់គាត់ទេអញ្ចឹងឥឡូវបានស្គាល់កន្លែងគាត់ឃើញផាក់លើគាត់តំណងប៉ុណ្ណេះហើយបើមិនណែនាំឲ្យអ្នកទាំងអស់គ្នាទៅសាកដូចជាមិនសមពួកអីផាក់លើរបស់គាត់ពិតជាឆ្ងាញ់មែនមិនចេះតែនិយាយទេណាជើងចាស់មិនមែនជើងថ្មីទេគាត់ថាទីតាំងថ្មីទីតាំងដែលថាគាត់មិនដែលបានស្គាល់ពេញនឹងមិនផងគាត់មិនសូវបានមកទេអញ្ចឹងបានស្គាល់បានសាកភ្លក់រសជាតិកន្លែងគាត់ហើយគឺណែនាំអ្នកទាំងអស់គ្នាគួរតែទៅសាកដែរហើយពួកអីសយោណែមគួងជៀនអីរបស់គាត់នេះអូទំនងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលអ្នកចូលចិត្តអញ្ចឹងដូចខ្ញុំអីបើថាដាច់បាយថ្ងៃអីនឹកឃើញហ្មងប៉ុន្តែកន្លែងគាត់គាត់ថាអូពេលថ្ងៃឡើងសបោបុគ្គលិកសបោអ្នកធ្វើការមកញ៉ាំណាច័ន្ទសុកអីហ្នឹងគឺភ្ញៀវមកច្រើនមកញ៉ាំហើយគាត់ថាឲ្យតែបានញ៉ាំម្ដងគឺជាប់ម៉ួយអញ្ចឹងអ្នកទាំងអស់គ្នាទៅសាកមើលដូចគាត់ថាមែនអត់ពួកអីខ្ញុំអ្នកញ៉ាំគាត់លើកទី1ដែរទេគ្រាន់តែថាឃើញរបៀបក្នុងការលក់ដូររៀបចំរបស់គាត់គឺមិនមែនអ្នកថ្មីថ្មោងទេគឺអ្នកចាស់ហើយអញ្ចឹងសម្រាប់មីកូឡាគឺជាធម្មតាគឺគេមានមានសណ្ដែកដីមានអីអញ្ចឹងពងទាអញ្ចឹងដែលមានសាច់ទេនិយាយទៅពាក្យថាមីកូឡាហ្នឹងគឺរបៀបអាហារដែលអត់មានសាច់ទេប៉ុន្តែកន្លែងគាត់គឺគាត់ដាក់ផាក់លើមកអាមជាមួយនឹងពងទាពងអីហ្នឹងដាក់មកជាតិមែនតើត្រូវគ្នាមែនតើជាមួយនឹងទឹកសោសទឹកជ្រលក់របស់គាត់នោះអញ្ចឹងពីខ្ញុំទៅកន្លែងគាត់គឺជាកន្លែងមួយដែលអ្នកនរគ្នាអាចទៅញ៉ាំមីកូឡាដែលជាមីកូឡាម្ចាស់ដើមអ្នកបាត់ដំបងអ្នកឡែមអ្នកអីនោះអាចទៅសាកនៅកន្លែងគាត់នេះបានហើយណាអូការរៀបចំម្នាក់ដាក់ផាក់លើដាក់អីចឹងមកដាក់ពងទាអីទៀតមកចង់ផាក់លើសាច់ឌុបក៏បានសាច់ធម្មតាក៏បានតាមចំណង់ចំណូលចិត្តអ្នកនរគ្នាបើខ្ញុំនេះក៏រីកមិនថែមផាក់លើឌុបមកដាក់ផាក់លើឌុបពងទាមកជាពិសេសមីកូឡាមិនអាចអត់បានគឺជ្រក់បើថាអត់ជ្រក់វាទៅជាប្រភេទកាទៀវឆាវិញណាប្រយ័ត្នណាពុកម៉ែបងប្អូនយើងមីកូឡាគឺមីកូឡាមិនមែនមីកូឡាដូចកាទៀវឆាណាប្រយ័ត្នច្រឡំអញ្ចឹងកន្លែងគាត់គឺមានច្រើនមុខមែនតើអញ្ចឹងពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយ